ខានមកលេងក៏វត្តមួយរយៈដែរឲ្យអ្នកគ្នាដោយសាររយៈនេះរវល់ក៏ដែរបានមកចឹងថ្ងៃនេះខ្ញុំបានមកលេងគឺមើលទៅមេចុះអាប់អ្នកគ្នាប៉ុន្តែដោយសារខ្ញុំមករាំងថ្ងៃម៉ោង7ជាងហើយនៅខាងមុខនោះតែឃើញចុះអាប់ក្រខ្ញុំនោះគឺសតតែភ្ញៀវដែលគាត់បានមកលេងនៅកវត្តហើយគាត់ត្រឡប់ទៅវិញណាគឺមានភ្ញៀវមកលេងធម្មតាទេអ្នកគ្នាឡងនឹងគឺស្អាតមែនទែនអ្នកនរគ្នាដោយសារពេលព្រឹកអញ្ចឹងថ្ងៃចាំងមកពីជ្រុងខាងនោះទៅហើយយើងអាចថតជាមួយនឹងពលឺបានស្អាតដោយសារខេត្តនេះគឺឈានចូលដល់high season ណាអ្នកគ្នាអញ្ចឹងក៏អ្នកគ្នាអាចមកលេងបានហើយឃើញថាភ្ញៀវទេសចរបរទេសក៏គាត់ចាប់ផ្ដើមមកលេងច្រើនដែរគាត់កំពុងតែអង្គុយគូររូបលេងនៅមុខប្រាសាទកវត្តយើងនឹងឯងពេលព្រឹកអញ្ចឹងហើយមើលទៅគឺស្រស់ស្រាយល្អខ្លាំងមែនទែនផ្សព្វផ្សាយទៅកាន់បរទេសឲ្យគាត់បានមកលេងកម្សាន្តនៅតាមតំបន់ទេសចររបស់យើងបានច្រើនផងដែរខ្ញុំបានចង់ទៅណាអ្នកគ្នាចង់ទៅមើលកន្លែងដែលគាត់គូររូបមិនខ្ញុំបានអង្គុយមើលមិនក្មេងបរទេសដែលគាត់អង្គុយគូររូបលេងហ្នឹងនៅប្រាសាទកវត្តភ្ញៀវបរទេសគាត់ចាប់ដើមចុះទៅវិញអ្នកគ្នាដោយសារគាត់ក្រោកមកមើលសានរៃតាំងពីព្រឹកអញ្ចឹងហើយបន្ទាប់ពីគាត់មើលរួចហើយក៏គាត់ត្រឡប់ទៅវិញអញ្ចឹងទៅហើយខ្ញុំទៅតែមកក្រោយគេទេអ្នកគ្នាបានក្រោកមកមើលពីព្រឹកទេតែពលឺនៅស្អាតនៅអាចថតបានអ្នកគ្នាអញ្ចឹងនេះខ្ញុំបានឡើងមកដល់ខាងលើហើយនៅមុខប្រាសាទហ្នឹងប៉ុន្តែបានឡើងទៅដល់កំពូលខាងលើទេអត់ទេភាសាត្រូវត្រឡប់ទៅវិញអញ្ចឹងថតតែនៅខាងក្រោមហ្នឹងឯងនៅលើនៅខាងមុខប្រាសាទអូខេបានហើយឥឡូវមិត្តភក្តិខ្ញុំគាត់ខលហើយទៅថតនៅកន្លែងបណ្ណាល័យខាងក្រោមអញ្ចឹងខ្ញុំបានចូលទៅដល់ខាងក្នុងឬក៏ទៅដល់ខាងលើទេគឺខ្ញុំត្រឡប់ទៅថតនៅខាងក្រោមវិញចាយអត់បានអត់ខ្ញុំវាបានថតអីបងបើថតរូបក៏ដោយខ្ញុំថតបានតិចថតបានរូបស្លឹកខ្ញុំមានអីថតអត់បានយកកាមេរ៉ាមកថតរូបស្លឹកថតទូរស័ព្ទដោយបើមករៀងមុននឹងតិចល្អស្ដាយមកដោយតែមិនបានមកហុកដែរសោស្លែតអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងឯងចាំជួបគ្នានៅថ្មីទៀត